អរុនសួស្តីអ្នកទាំងអស់គ្នាព្រឹកមិញខ្ញុំទៅតែតម្លាក់កូននៅសាលាអាទិត្យនេះកូនគាត់រៀនតែមួយថ្ងៃទេពួកកាលថ្ងៃច័ន្ទហ្នឹងគេមានបនយុវវ័យគេដាក់ youth day នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងហើយអញ្ចឹងទៅកូនគាត់រៀនដល់ពេលថ្ងៃនេះថ្ងៃពុធគាត់ត្រូវទៅរៀនធម្មតាកូនខ្ញុំគាត់មកនេះខ្ញុំដាក់សាលាគាត់តែមួយអាទិត្យ3ថ្ងៃទេគឺដើម្បីឲ្យគាត់មានពេលខ្លះសម្រាប់លេងនៅផ្ទះហើយខ្ញុំនាំគាត់ដើរលេងអីចឹងទៅពេលថ្ងៃគាត់រៀនមួយអាទិត្យ2ថ្ងៃចឹងពេលប្តីខ្ញុំគាត់ទៅធ្វើការអញ្ចឹងណាហើយឥឡូវហ្នឹងពួកខ្ញុំនៅនេះបានជិត3ខែហើយកូនគាត់សបាយកាលមកខែដំបូងយើងអត់ទាន់សូវស៊ាំអ្នកទាំងអស់គ្នាខ្ញុំអត់ដឹងកន្លែងណាត្រូវទៅអីចឹងណាដល់ពេលខ្ញុំនៅបានមួយខែខ្ញុំត្រឡប់បើកឡានបានអីបានចឹងទៅក៏លែងមានអារម្មណ៍ថាអបសុខបាត់អបសុខណាព្រោះយើងស្គាល់កន្លែងណាដែលត្រូវទៅអីចឹងទៅព្រោះការដំបូងយើងអត់ដឹងថាវាមានសុវត្ថិភាពកន្លែងណាខ្លះអីខ្លះហើយនៅនេះវាអត់សុវត្ថិភាពដូចនៅស្រុកខ្មែរយើងទេជាពិសេសទីក្រុង Johannesburg នេះដូចថាមានការឆក់ប្លន់ច្រើនអីចឹងណាប៉ុន្តែបើយើងទៅកន្លែងតំបន់សុវត្ថិភាពអត់អីទេហើយសូម្បីតែអ្នក local គេជនជាតិ African ផ្ទាល់នៅនេះក៏គេ recommend ដែរថាកុំឲ្យយើងទៅកន្លែងនេះកន្លែងនោះយើងអត់អាចជិះដើរបានទៅពីទៅពីអញ្ចឹងសម្រាប់ភ្ញៀវបរទេសហើយនៅពេលដែលយើងទៅក្រៅភាគច្រើនគឺនៅនេះអត់សូវសបោអាស៊ីទេអ្នកទាំងអស់គ្នាវាអត់មានចម្រុះជាតិសាសន៍ដូចការដែលយើងរស់នៅក្នុងបើយើងទៅថៃទៅវៀតណាមទៅខ្មែរយើងអីយើងឃើញមានជនជាតិបរទេសដើរច្រើនបើនៅនេះវិញអត់សូវមានឃើញបើភ្ញៀវទេសចរវិញគឺគេមកទាំងក្រុមគឺអត់មានអ្នកដែលគេរស់នៅហើយខុសប្លែកគ្នាជនជាតិដែលខ្ញុំឃើញគឺមានភាគច្រើនគឺមានតែចិនទេចិនគឺសបោគាត់ថាប៉ុន្តែគាត់ថាយើងជិះតាមផ្លូវវាអត់សូវមានអញ្ចឹងមានតែជនជាតិពីរគឺជនជាតិស្បែកសហើយនិងជនជាតិស្បែកខ្មៅដែលគាត់ជាជនជាតិអាហ្វ្រិកផ្ទាល់នៅនេះអញ្ចឹងណាហើយគាត់បើយើងទៅក្រៅអញ្ចឹងអត់សូវសបោអត់មានអាស៊ីហ្មងអត់មានឃើញហ្វីលីពីនថៃអីនេះអញ្ចឹងហើយប៉ុន្តែជនជាតិដែលមាន3ធំហ្នឹងគឺជនជាតិស្បែកខ្មៅជនជាតិស្បែកសហើយនិងជនជាតិឥណ្ឌាដែលគាត់ធ្លាប់មករស់នៅតាំងពីដើមតាជំនាន់តាទួតយាយទួតគេអញ្ចឹងទៅហើយហ្នឹងគឺជាប្រជាជន3ធំដែលនៅក្នុងទីក្រុង Johannesburg នេះប៉ុន្តែបើសិនជាយើងទៅទីក្រុង Cape Town វិញគឺសម្បូរទៅដោយជនជាតិស្បែកសនៅនោះហើយរៀងមានសុវត្ថិភាពជាងមើលទៅផ្ទះគេអីដូចនៅកាណាដាអាមេរិកចឹងគេអត់មានដាក់លបងលួសលបងអីទេហើយសឹងតារោជនជាតិស្បែកខ្មៅអត់ឃើញនៅខាងនោះគឺមានដែរប៉ុន្តែមានភាគតិចមែនតែនបើយើងទៅក្រៅអីចឹងហើយបើនៅនេះវិញគឺអត់ដូចថាផ្ទះមួយសិតតែលបងខ្សែភ្លើងលបងលួសអីចឹងទៅហើយបើសិនជាយើងនៅក្នុង estate គេផ្ទាល់ដូចជានៅក្នុងបុរីអញ្ចឹងយើងចេញចូល scan card គេមានសន្តិសុខគេថតផ្លាកលេខឡានយើងយក driver license យកបានបើកបរយើងអីចឹងទៅហើយអ្នកដឹកម្ហូបអាហារអីចឹងគេត្រូវចូលមកគេត្រូវ scan ផ្លាកលេខម៉ូតូយកតាញាណប័ណ្ណអីចឹងទៅបានគេចូលមកបានហើយក្នុង estate ទេផ្ទះគឺមានដល់ជិតរាប់ពាន់តាមតូចតាមធំអញ្ចឹង estate ខ្លះតូចអញ្ចឹងមានត្រឹម100អីចឹងទៅបើ estate ខ្លះធំមានផ្ទះដល់រាប់ពាន់ប៉ុន្តែវាសុវត្ថិភាពហើយក្នុងផ្ទះមួយគឺយើងមានលបងដាច់ដライពីគ្នាហើយយើងដើរនៅក្នុងនោះយើងដឹងថាមានសុវត្ថិភាពប៉ុន្តែបើយើងទៅក្រៅភាគច្រើនអត់សូវមានមនុស្សដើរទេអ្នកទាំងអស់គ្នាខ្ញុំធ្លាប់នៅកាណាដាយើងចេញចូលដើរនាំកូនទៅដើរលេងនៅ playground កន្លែងមេលេងយើងហៅសេរីបើទៅនេះយើងត្រូវគិតថាកន្លែងណាដែលយើងត្រូវទៅកន្លែងណាដែលយើងមិនត្រូវទៅហើយសូម្បីតែពួកគាត់ជនជាតិអាហ្វ្រិកគាត់ផ្ទាល់នៅនេះអញ្ចឹងអ្នកបាក់បរឡានហើយបើពួកខ្ញុំត្រូវទៅណាកន្លែងណាយើងអត់ស្គាល់អញ្ចឹងប្តីខ្ញុំគាត់កក់ក្រុមហ៊ុនរបស់ប្តីគាត់របស់ប្តីខ្ញុំហ្នឹងគាត់គេមានអ្នកបើកឡានគេផ្ទាល់ច្រើនគឺថាសម្រាប់ភ្ញៀវសម្រាប់បុគ្គលិកអីចឹងដែលមកធ្វើការពីឆ្ងាយចឹងទៅហើយគេមានក្រុមហ៊ុនបើកឡានផ្ទាល់របស់គេចឹងគេមានអ្នកបើកបរច្រើនដែលត្រូវឆ្លងកាត់ការ
background check criminal record check អីទាំងអស់ចឹងនៅពេលដែលពួកខ្ញុំទៅកន្លែងណាស្គាល់គឺគ្រួសារខ្ញុំគាត់កក់ពីកន្លែងក្រុមហ៊ុនគាត់មកគាត់ថាយើងបង់លុយដាច់ដោយឡែកចឹងណាព្រោះហ្នឹងវាជា personal use យើងប្រាស់ផ្ទាល់ខ្លួនបើសិនជាយើងត្រូវទៅពលានយន្តហោះអីវិញចឹងអាហ្នឹងដូចថាសម្រាប់ចេញចូលធ្វើការងារអាហ្នឹងក្រុមហ៊ុនគេអ្នកចេញឲ្យប៉ុន្តែបើយើងចង់ប្រើសេវាខាងក្រៅក៏យើងអាចកក់ជាមួយក្រុមហ៊ុននឹងបានដែរប៉ុន្តែយើងគ្រាន់តែឲ្យយើងឲ្យលុយគាត់ពេញថ្លៃសេវាគេប៉ុន្មានគេប្រាប់យើងថាប៉ុន្មានទៅពលានចឹងប្រហែលជា30-40 រៀលចឹងយើងឲ្យគាត់ទៅតាមនឹងចឹងណាហើយពួកគាត់ពេលជីឡានមកគាត់ចឹងគាត់ច្រើន recommend ថាអត់ឲ្យទៅកន្លែងនេះកន្លែងនោះហើយបើសិនជាវាអត់សុវត្ថិភាពហ្មងឬថាមិនយើងចិត្តថាដើរចឹងណាហើយបើយើងទៅទីក្រុង Cape Town វិញទេអត់មានដាក់លបងអត់មានលបងខ្សែលួសលបងអីទេហើយទីក្រុង Cape Town បើយើងចុះទៅគឺស្តៀងនៅទីក្រុង Vancouver ប្រទេសកាណាដាមានសមុទ្រមានភ្នំហើយគាត់ថាគេដូចថាមានភ្នំមានអីច្រើនជាងអញ្ចឹងណាប៉ុន្តែឲ្យដើមឈើដូចគ្នាហើយប៉ុន្តែមានអារម្មណ៍ថារៀងចង់ស្អាតជាងនៅ Vancouver ព្រោះ Vancouver វារៀងតូចជាងប៉ុន្តែនៅ Cape Town គឺវាធំហើយផ្ទះហើយសបោអ្នកដែលគេទៅចូលនិវត្តន៍នៅហ្នឹងហើយមួយទៀតពេលយើងទៅហ្នឹងគឺយើងអត់មានអារម្មណ៍ថាមនុស្សដើរហើររត់ហាត់ប្រាណអីច្រើនដូចយើងដូចខ្ញុំឃើញនៅកាណាដាអញ្ចឹងទោះបីជានៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងជាមួយគ្នាមែនប៉ុន្តែបើយើងទៅខាងហ្នឹងផ្ទះគឺអត់មានប៉ុតលបងលុះអីអញ្ចឹងដល់ពេលទៅដល់នោះវ៉ាវខ្ញុំមានអារម្មណ៍ថាប្លែកមែនតើខ្ញុំថាពេលមកត្បូងខ្ញុំមក Johannesburg ខ្ញុំមានរៀងខ្លាចអញ្ចឹងណាប៉ុន្តែ Johannesburg បើយើងទៅតែកន្លែងណាដែលយើងត្រូវទៅក៏វាអីដែរប៉ុន្តែគាត់ថា downtown យើងចូលបានទេអ្នកទាំងអស់គ្នា downtown គេសឹងតែបោះបង់ចោលហើយព្រោះដោយសារតែការឆក់ប្លន់ច្រើនអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមកលេងនៅណាប្រទេសអាហ្វ្រិកខាងត្បូងហើយទីក្រុង Johannesburg យើងបើសិនទៅ downtown យើងកក់ជាមួយនឹងសេវាទេសចរអញ្ចឹងទៅគេនាំយើងទៅអញ្ចឹងណាប៉ុន្តែបើយើងជិះទៅខ្លួនឯងគឺអត់ទេព្រោះពួកខ្ញុំអត់ហ៊ានទៅតាំងពីមកជិត3ខែនេះហើយខ្ញុំអត់បែរបានទៅ downtown ទេជិះទៅវៀងបើ downtown យើងឈប់គឺវាយកញ្ចក់ឡានវាយអីចឹងហ្មងសូម្បីតែអ្នកគេនៅផ្ទាល់ក៏គេនេះដែរគេថាគេនឹកឃើញកាលពីពួកគាត់នៅតូចៗចឹងណាអ្នកកន្លែងធ្វើការគ្រួសារថាគាត់អាចទៅលេង downtown ទៅអីស្រួលដល់ពេលឥឡូវវិញសូម្បីតែជនជាតិគាត់ផ្ទាល់ហ្នឹងក៏គេខ្លាចដែរអញ្ចឹងណាហើយ downtown ហ្នឹងរដ្ឋគេអត់ព្រមឲ្យ investor អ្នកវិនិយោគអីផ្សេងមកទិញអាគារទិញអីនឹងដើម្បីវិនិយោគដើម្បីធ្វើជាទីផ្សារផ្សេងនេះថាគេសុកចិត្តទុកចោលដល់ពេលអញ្ចឹងអត់មានអ្នក invest អ្នកវិនិយោគទុនអីមកទិញមកអីអញ្ចឹងទៅវាធ្វើឲ្យគេសុកចិត្តទុកចោលអញ្ចឹងអ្នកដែលមាន own building អ្នកដែលមានអាគារនៅនឹងចាស់ពីមុនគាត់អត់ព្រមលក់អញ្ចឹងណាដល់អញ្ចឹងទៅធ្វើឲ្យអត់មានទីផ្សារទោះបីជាវានៅជា downtown មានឲ្យស្អាតអ្នកទាំងអស់គ្នា downtown ជួន Johannesburg គេពុះច្រើនហើយប៉ុន្តែយើងចូលអត់បានគេមាន mall មានអីចឹងហើយបើសិនជាយើង tourist យើងទៅយើងមានក្រុមទេសចរជូនយើងទៅខ្ញុំគិតថាថ្ងៃណាមួយខ្ញុំមានពេលប៉ុន្តែជាអត់មានពេលរាល់អាទិត្យយើងចេះតែរវល់ទៅនេះទៅនោះចឹងទៅព្រោះកន្លែងអ្នកបើកឡានឡើងក្រុមហ៊ុនគ្រួសារដែលខ្ញុំហ្នឹងគាត់ថាបើសិនជាចង់ទៅអញ្ចឹងអាច book បានពេលណាក៏បានអញ្ចឹងគេ check មួយ schedule គេមានអ្នកបើកឡានឲ្យអត់អញ្ចឹងបើចង់ទៅអានឹងយើងឲ្យគេអ្នកជូនទៅប៉ុន្តែអត់ទាន់តែបានទៅសង្ឃឹមថាប្រហែលជាមិនបានចូលទេពួកដើរហត់ជិះគាត់ណាជិះកាត់ឃើញមានអាគារខ្ពស់ហើយមាន mall មានអីអញ្ចឹងទៅគាត់ថាយើងចូលអត់បានហើយនៅនេះផ្ទាល់អ្វីដែលខ្ញុំចូលចិត្តអ្នកទាំងអស់គ្នាគឺរដ្ឋាភិបាលគេដូចថាគេ honest ជាមួយដូចថាគេគិតពីសុវត្ថិភាពហើយគេដាក់ផ្លាកហ្មងពួកខ្ញុំមិនដែលធ្លាប់ជិះឡានទៅណាមកណាឃើញគេដាក់ផ្លាកអញ្ចឹងឯងខ្ញុំលើកទី1នៅក្នុងជីវិតដែលខ្ញុំឃើញណាគេដាក់ថា hot spot for smash and grab អញ្ចឹងបើសិនជាយើងជិះដល់ភ្លើង stop ហ្នឹងឃើញផ្លាកឬក៏តំបន់ហ្នឹងឃើញផ្លាកអញ្ចឹងអ្នកទាំងអស់នេះត្រូវប្រយ័ត្នកាបូបលុយយើងស្ពាយកាបូបយើងពងបើកឡាននេះយើងដាក់ឲ្យបាត់កុំឲ្យឃើញហើយទូរស័ព្ទក៏យើងអត់អាចដាក់ GPS មើលដែរបើយើងអត់មានជំរើសយើងត្រូវជិះទៅណាអញ្ចឹង
មានតប្រើទូរស័ព្ទចាស់អីចឹងទៅដាក់អ៊ីនធឺណិតប្រើដូចខ្ញុំបើសិនខ្ញុំទៅក្រៅខ្ញុំប្រើ iPhone ខ្ញុំ7ខ្ញុំរបស់ខ្ញុំគាត់ថាវាសើកាន់ថ្មហើយខ្ញុំដាក់ SIM ហ្នឹងមកនេះពេលខ្ញុំទៅក្រៅគឺខ្ញុំប្រើ phone ហ្នឹងដូចថាបើសិនជាខ្ញុំលើកនិយាយឬក៏ដាក់ GPS អីចឹងទៅយើងអត់សូវខ្លាចចឹងណាហើយរត់នៅក្នុងឡានពេលយើងមើលចឹងព្រោះថាបើសិនជាគេវាយចောက်ពេលយើងឈប់ហ្នឹងវាយកទៅក៏យើងអត់សូវរៀងភ័យដែរយើងបាត់ទូរស័ព្ទចាស់អីចឹងហើយហ្នឹងហើយកន្លែងឈប់ហ្នឹងគេកន្លែងភ្លើង stop ហ្នឹងគេមានដាក់ smash and grab hotspot smash and grab អញ្ចឹងបើថាគេវាយកញ្ចក់ឡានហើយគេឆក់ទៅគឺហើយគ្រប់ភ្លើង stop ឲ្យតែពេលឈប់ម្ដងកន្លែងខ្លះក៏ពួកខ្ញុំនៅរៀង nervous រៀងភ័យដែរប៉ុន្តែដល់ពេលបើកឡានយូរទៅគឺអត់សូវភ័យទេព្រោះនៅនេះគឺសបោអ្នកដែលគាត់សុំរកការងារធ្វើគាត់ឈប់កន្លែងភ្លើង stop លើកផ្លាកលើកអីឡើងថាគាត់អត់មានការងារធ្វើឲ្យតែបានការងារ part time ក៏បានហើយគេមានលក់ផ្លែឈើដោះខាត់ស្បែកជើងអីអញ្ចឹងហើយពេលខ្លះក៏មានអ្នកសុំទានដែរអញ្ចឹងណាគាត់យកកូនឯទូចមកហើយក្មេងៗទូចហ្នឹងគឺអត់ខ្លាចទេមករួមមកច្រៀងនៅឡែងភ្លើង stop ដើម្បីឲ្យគេឲ្យលុយខ្លះអញ្ចឹងទៅហើយភាគច្រើនគឺនៅគ្រប់ភ្លើង stop គឺសបោហើយការខ្ញុំមកដំបូងខ្ញុំរៀងភ័យដោយសារពួកគាត់ពេលខ្លះគាត់គោះកញ្ចក់ឡានយើងអញ្ចឹងហើយយើងរៀងភ្ញាក់អីអញ្ចឹងណាដល់ពេលឥឡូវជិះទៅឃើញវាច្រើនអញ្ចឹងធ្លាប់ជាពិសេស weekend ថ្ងៃសៅរ៍អាទិត្យពេលយើងចេញក្រៅអញ្ចឹងគឺសបោច្រើនដោយសារតែមនុស្សចេញដើរលេងទៅណាមិនណាច្រើនអញ្ចឹងគឺសបោពួកគាត់មកចាំនៅភ្លើង stop ច្រើនហើយបើសិនជាអ្នកនរជិះឡាន